នៅក្នុងឈុតចម្លាក់នេះម៉ានីខារាប់ឃើញអសុរៈ91នៅផ្នែកខាងត្បូងនិងទេវតា88ឬ89នៅផ្នែកខាងជើងអាស្រ័យលើថាតើរាប់តួទេវតាដែលនៅលើភ្នំមន្តរៈឬអត់គាត់បានបកស្រាយថា91អាចតំណាងឲ្យចំនួនថ្ងៃពីសមរាត្រីនីតិខរដូវទៅ Solstice រដូវរងាខណៈ88ឬ89អាចតំណាងឲ្យចំនួនថ្ងៃពីសមរាត្រីនីតិខរដូវទៅ Solstice រដូវក្តៅនៅកណ្ដាលឈុតចម្លាក់គឺព្រះវិស្ណុនិងភ្នំមន្តរៈដែលម៉ានីខាបកស្រាយថាអាចតំណាងឲ្យរយៈពេលប្រហែល3ឬ4ថ្ងៃនៃសមរាត្រីប្រសិនបើរាប់89ទេវតាបូកនឹង91អសុរៈនោះបាន180ដែលអាចតំណាងឲ្យពាក់កណ្ដាលឆ្នាំនេះជាការបកស្រាយដ៏គួរឲ្យចាប់អារម្មណ៍ប៉ុន្តែវាក៏ជាកន្លែងដែលយើងត្រូវប្រុងប្រយ័ត្នបំផុតពីព្រោះការរាប់ចំនួនតួអង្គនៅក្នុងចម្លាក់ហើយឃើញថាវាត្រូវនឹងចំនួនថ្ងៃមិនមែនមានន័យថាយើងបានបញ្ជាក់ថាអ្នកចម្លាក់មានចេតនាបង្កើតប្រតិទិននោះទេហើយនោះហើយជាមូលហេតុដែលការងាររបស់ម៉ានីខាបានបង្កើតការជជែកវែកញែកក្នុងចំណោមអ្នកស្រាវជ្រាវនៅក្នុងឆ្នាំ1998អ្នកប្រាជ្ញបារាំង Bruno de Gong បានសរសេរការពិនិត្យសៀវភៅ Angkor Wat Time Space and Kingship នៅក្នុង Bulletin de l'École Française de Trim Orient ការរិះគន់របស់លោកបានចោទសួរអំពីការកំណត់ឯកតា Qubit និងការផ្គូផ្គងលេខមួយចំនួនទៅនឹងព្រឹត្តិការណ៍ប្រវត្តិសាស្ត្រនិងនិមិត្តរូបនេះជាការរំលឹកថាការរកឃើញលំនាំនៅក្នុងលេខមិនគ្រប់គ្រាន់ដើម្បីបញ្ជាក់ចេតនារបស់អ្នកសាងសង់ឡើយនិយាយឲ្យសាមញ្ញយើងអាចវាស់ថ្មបានប៉ុន្តែយើងមិនអាចវាស់ចេតនារបស់មនុស្សដែលបានសាងសង់វាបានទេយើងអាចនិយាយថាមួយមានប្រវែង 365.24 Qubit យើងអាចនិយាយថាចំនួននេះស្រដៀងចំនួនថ្ងៃនៅក្នុងព្រះអាទិត្យប៉ុន្តែដើម្បីនិយាយថាអ្នកសាងសង់បានកំណត់វាឲ្យបាន 365.24 ដោយចេតនាយើងត្រូវការផុសតាងបន្ថែមហើយនេះជាអ្វីដែលធ្វើឲ្យប្រធានបទនេះនៅតែគួរឲ្យចាប់អារម្មណ៍ការស្រាវជ្រាវមិនបានបញ្ចប់ជាមួយម៉ានីខាទេក្រោយមកអ្នកស្រាវជ្រាវផ្សេងទៀតក៏បានប្រើប្រាស់វិធីសាស្ត្រថ្មីដូចជា GIS ការគណនាទិសដៅនិងការខ្លែងបង្ហាញទីតាំងព្រះអាទិត្យនៅលើមេឃបុរាណដើម្បីសាកល្បងថាតើទំនាក់ទំនងរវាងអង្គរវត្តនិងតារាសាស្ត្រមានមូលដ្ឋានរឹងមាំប៉ុណ្ណាដូច្នេះសំណួរដ៏ធំមិនមែនគ្រាន់តែជាតើអង្គរវត្តមានលេខអាថ៌កំបាំងឬអត់នោះទេសំណួរដែលសំខាន់ជាងគេនោះគឺតើស្ថាបត្យករខ្មែរបានយកចំណេះដឹងអំពីរង្វាស់ព្រះអាទិត្យព្រះច័ន្ទប្រតិទិននិងទស្សនៈអំពីចក្រវាឡមកបញ្ចូលគ្នាដើម្បីបង្កើតប្រាសាទមួយដែលភ្ជាប់ផែនដីទៅនឹងមេឃឬយើងមិនទាន់មានចម្លើយពេញលេញទេប៉ុន្តែរឿងមួយកាន់តែច្បាស់អង្គរវត្តមិនមែនជាសំណង់ដែលយើងអាចយល់បានដោយមើលទៅរូបរាងខាងក្រៅនោះទេនៅពីក្រោយថ្មនីមួយៗមានការរៀបចំទិសដៅរង្វាស់សមាមាត្រនិងនិមិត្តរូបដែលអ្នកស្រាវជ្រាវនៅតែព្យាយាមអានដូចជាកំពុងអានភាសាមួយដែលត្រូវបានចារទុកក្នុងថ្មអស់79សតវត្សប៉ុន្តែប្រសិនបើអ្នកសាងសង់អង្គរវត្តពិតជាយកព្រះអាទិត្យនិងចលនារបស់វាមកធ្វើជាផ្នែកមួយនៃការរៀបចំប្រាសាទតើពួកគេបានដឹងពីទីតាំងដែលព្រះអាទិត្យរះនឹងលិចនៅថ្ងៃសំខាន់ៗក្នុងឆ្នាំដោយរបៀបណាហើយហេតុអ្វីបានជាអង្គរវត្តបែរមុខទៅទិសខាងលិចខណៈប្រាសាទខ្មែរជាច្រើនទៀតបែរទៅទិសខាងកើតនៅវគ្គបន្ទាប់យើងនឹងត្រឡប់ទៅសំណួរដ៏ចម្លែកមួយដែលយើងបានលើកឡើងពីមុនថាហេតុអ្វីបានជាអង្គរវត្តបែរមុខទៅទិសខាងលិចចំណេញដល់$20សម្រាប់ការកក់សំបុត្រឡាន e-booking express នៅលើ app Redbus ដែលប្រើ promo code KADO20